តគ្នានឹងគឺខ្ញុំមកប្រាប់មេតគ្នាពីរបៀបរករកលេនដើម្បីបដូរយករបស់ free នៅក្នុង app Block World កែអញ្ចឹងកុំឲ្យខាត់ពេកចូលទៅមើលទាំងអស់គ្នាបើអ្នកទាំងគ្នានៅទៅមកថ្មីប្រកាសជាស្គាល់ទេរកលេន100រកលេនស្មើនឹង1 Robux ដូចខ្ញុំអញ្ចឹងមាន500ជាងអញ្ចឹងវាស្មើនឹង5 Robux របៀបនៅក្នុងការលេងគឺមាន3របៀបអញ្ចឹងទៅរបៀបទី1គឺការអំបិលកងបើសិនជាអ្នកទាំងអស់គ្នាចង់អំបិលវាគឺអ្នកទាំងគ្នាគ្រាន់តែមើលពាណិជ្ជកម្មទៅគឺអ្នកគ្នាអាចធ្វើការរីបើអ្នកទាំងគ្នាសំណាងអ្នកទាំងគ្នាអាចទទួលបាន100 Roblox 1000 Roblox ឬក៏50 Roblox តែគឺវាអត់ងាយទេអ្នកទាំងគ្នាដូចខ្ញុំអញ្ចឹងបើបាន1 10អីទេអ្នកគ្នាឥឡូវរបៀបមួយនេះគឺថាវាពិបាករកមែនតើចូលទៅរបៀបទី2គឺការធ្វើថាហ្គេមអញ្ចឹងរបៀបទី2នេះគឺយើងបានសប្បាយហើយបានទាំង Roblox ទៀតប៉ុន្តែវារឿងពាណិជ្ជកម្មអ្នកទាំងគ្នាចូលមករកសភៅនឹងហើយអ្នកទាំងគ្នានឹងឃើញហ្គេមជាច្រើនអ្នកទាំងគ្នាអាចរកហ្គេមណាដែលអ្នកគ្នាគិតថាមាន Roblox ច្រើនឧទាហរណ៍ហ្គេមតែ Action នេះមានសរុបគឺ2400 Roblox ហើយក្នុងមួយ level នៅពេលដែលយើងឈ្នះយើងទទួលបាន4 Robux អញ្ចឹងវាអាស្រ័យទៅលើអ្នកទាំងគ្នាទេបើអ្នកគ្នាលេងឈ្នះគឺទទួលបាន4 Robux នៅក្នុងមួយ level ហើយអ្នកទាំងគ្នាទៅរើសហ្គេមណាដែលមាន Roblox ច្រើនដូចជាហ្គេមនេះគឺមាន10000 Roblox សរុបហើយប្រាក់យើងឈ្នះមួយ level គឺទទួលបាន5បន្ទាប់ពីយើងរើសហ្គេមហើយអ្នកទាំងគ្នាចង់លេងអ្នកគ្នាចុចទៅលើហ្គេមដែលអ្នកគ្នាចង់លេងរួចហើយអ្នកគ្នាចុចទៅប្រអប់ខ្មៅនេះទៅអញ្ចឹងអ្នកទាំងគ្នាជីកវាទៅគឺវានឹងនាំអ្នកទាំងគ្នាទៅដល់ Safari ឬក៏ច្រងសិនបន្ទាប់មកទៅវាចូលទៅដល់កន្លែងPlay Store ឬក៏ App Store ដើម្បី download ហើយអ្នកទាំងគ្នា download វាទៅគឺអ្នកទាំងគ្នាអាចលេងបានហើយលេងមកអ៊ីនធឺណិតទៅអ្នកគ្នាប៉ុន្តែគឺវារៀងពាណិជ្ជកម្មពាណិជ្ជអីចឹងទៅកាយអ្នកទាំងគ្នាសម្រាប់របៀបទី3គឺខ្ញុំសូមដាក់លើកទៅវីដេអូ part 2នៅក្នុងវីដេអូក្រោយចឹងអ្នកទាំងគ្នាកុំភ្លេចចុច like ហើយ subscribe ម្នាក់មួយផងបាយបាយ